នេះគឺជាធនាគារកំពូលទាំង10នៅកម្ពុជាដែលមានទ្រព្យសកម្មច្រើនជាងគេបំផុតធនាគារមានទ្រព្យសកម្មច្រើនជាងគេប្រើប្រាស់សេវាកម្មរបស់ធនាគារយូរហើយប៉ុន្តែអ្នកមួយចំនួនប្រហែលជាមិនទាន់ដឹងនោះទេថាតើធនាគារណាខ្លះដែលជាធនាគារធំលំដាប់កំពូលនៅប្រទេសកម្ពុជាបើយើងគិតទៅលើទ្រព្យសកម្មទាំងនេះគឺជាធនាគារធំទាំង10ដែលបើគិតមើលទៅលើទ្រព្យសកម្មដែលធនាគារទាំងនោះមានដោយយោងទៅតាមរបាយការណ៍ប្រចាំឆ្នាំ2024និង2025នៃធនាគារមួយធនាគារ ABA បច្ចុប្បន្ននៅតែរក្សាតំណែងជាធនាគារនាំមុខគេលំដាប់លេខ1នៅកម្ពុជាដោយមានទំហំទ្រព្យសកម្មចំនួន $16.2 ពាន់លានជាមួយគ្នានោះធនាគារក៏មានកម្ចីដល់ចំនួន $9.6 ពាន់លាននិងប្រាក់កម្ចីអតិថិជនចំនួន $12.9 ពាន់លាន2ធនាគារ AC Leader ជាធនាគារដែលឈានមុខគេមួយនៅកម្ពុជាដែលបច្ចុប្បន្នមានបណ្ដាញសាខាច្រើនជាងគេបំផុតទូទាំង25ខេត្តក្រុងជាមួយនឹងទ្រព្យសកម្ម $12 ពាន់លានAC Leader ដើរតួជាសសរស្តម្ភសំខាន់ក្នុងការផ្ដល់ឥណទានដល់វិស័យកសិកម្មនិងសហគ្រាសខ្នាតតូចនិងមធ្យម SMEs 3ធនាគារកាណាឌីយ៉ាជាធនាគារក្នុងស្រុកដែលមានប្រវត្តិយូរឆ្នាំនិងរឹងមាំបំផុតធនាគារនេះមានភាពលេចធ្លោខ្លាំងក្នុងការគ្រប់គ្រងដល់គម្រោងអចលនទ្រព្យធំៗនិងអតិថិជនសាជីវកម្មបច្ចុប្បន្នកាណាឌីយ៉ា Bank មានទ្រព្យសកម្មសរុបលើសពី $10 ពាន់លាន4ធនាគារ KB ប្រាសាទធនាគារនេះត្រូវបានគេចាត់ទុកថាជាកម្លាំងចលករដ៏ធំមួយបានចូលរួមចំណែកដល់ទីផ្សារធំខ្លាំងលើផ្នែកឥណទានបុគ្គលនិងការផ្ដល់ប្រាក់កម្ចីនៅតាមតំបន់ជនបទហើយត្រូវបានគេចាត់ទុកថាជាធនាគារកំពូលមួយក្នុងចំណោមធនាគារកំពូលទាំង10ដោយមានទ្រព្យសកម្មសរុបចំនួន $5.78 ពាន់លាន5ធនាគារស្ថាបនាបានផ្លាស់ប្ដូរខ្លួនឯងយ៉ាងជោគជ័យពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកជាធនាគារពាណិជ្ជដែលមានទ្រព្យសកម្មសរុបចំនួន $2.7 ពាន់លាន6ធនាគារ Wing បានបង្កើតបាតុភូតថ្មីនៅក្នុងវិស័យធនាគារដោយប្ដូរពីសេវាប្ដូរផ្ទេរប្រាក់មកធនាគារពេញលេញជាមួយនឹងប្រព័ន្ធអេកូឡូស៊ីដ៏ធំ Wing Mall Wing Market និងបណ្ដាញភ្នាក់ងារទូទាំងប្រទេស Wing មានទ្រព្យសកម្មសរុបចំនួន $2.5 ពាន់លាន7ធនាគារ FTB ធនាគារពាណិជ្ជក្រៅប្រទេសនៃកម្ពុជា FTB បច្ចុប្បន្នកំពុងធ្វើទំនើបកម្មខ្លួនឯងយ៉ាងខ្លាំងតាមរយៈការសាងសង់ទីស្នាក់ការកណ្ដាលថ្មីដ៏ធំនិងពង្រឹងប្រព័ន្ធ Digital និងមានទ្រព្យសកម្មសរុបចំនួន $2.47 ពាន់លាន8ធនាគារកម្ពុជាសាធារណៈកម្ពុជា Bank ធនាគារនេះល្បីល្បាញខាងស្ថិរភាពនិងសុវត្ថិភាពខ្ពស់អតិថិជនភាគច្រើនរបស់កម្ពុជា Bank គឺជាវិនិយោគិនបរទេសនិងអាជីវកម្មខ្នាតធំដែលត្រូវការសេវាកម្មហិរញ្ញវត្ថុបែបស្តង់ដារតំបន់ធនាគារនេះមានទ្រព្យសរុបចំនួន $2.18 ពាន់លាន9ធនាគារ CP Bank ធនាគារប្រៃសណីយ៍កម្ពុជាជាធនាគារពាណិជ្ជដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជាបានបង្កើតឡើងនៅក្នុងខែកញ្ញាឆ្នាំ2013និងបានវិវត្តខ្លួនទៅជាធនាគារពាណិជ្ជដ៏ធំមួយសម្រាប់អតិថិជនទូទៅដោយបាននាំយកបទពិសោធន៍ល្អៗនិងបច្ចេកវិទ្យាថ្មីៗធនាគារនេះមានទ្រព្យសកម្មសរុប $1.74 ពាន់លាននិងទី10ធនាគារ Uri Bank
គឺជាធនាគារពាណិជ្ជដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលផ្ដល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបនិងមានទ្រព្យសកម្មសរុបចំនួន 1.4 ពាន់លានដុល្លារ។